Chum Puk ទី17 ធម៌ទាំងអស់ជារបស់ក្តៅជារៀងរាល់ព្រឹកឧរុវេលកាសបៈបានយកចង្ហាន់មកប្រគេនព្រះពុទ្ធដោយមិនចង់ឲ្យព្រះអង្គយាងចេញបណ្ឌបាតដើម្បីទុកពេលសម្រាប់រៀនសូត្រធម៌អំពីព្រះអង្គទាំងពីរព្រះអង្គតែងតែសំណេះសំណាលគ្នានៅក្រោមម្លប់ឈើក្បែរអនោទស្រះនោះពេលស្ដាប់ធម៌របស់ព្រះពុទ្ធបានច្រើនប៉ុណ្ណាចដិលកាសបៈយល់បានច្រើនប៉ុណ្ណឹងដែររាត្រីមួយនោះមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងនិងបណ្ដាលឲ្យមានទឹកជន់លិចនៅមាត់ស្ទឹងនេរញ្ជរីលិចស្រែចំការនិងផ្ទះសម្បែងអ្នកស្រុកជិតខាងមានទូកជាច្រើនចែវចេញច្រវាត់ច្រវែងដើម្បីជួយស្រង់អ្នករងគ្រោះបរិវារនៃឧរុវេលកាសបៈរត់ឡើងគោកទាំងប្រញាប់គ្រប់គ្នាឧរុវេលកាសបៈក៏បានចាត់ទូកជាច្រើនឲ្យតាមរកព្រះពុទ្ធត្រូវបានគេរកឃើញនៅលើភ្នំដ៏ឆ្ងាយដោយសុខសាន្តពេលនោះគ្មានអ្នកណាម្នាក់ទទួលរងគ្រោះដោយសារទឹកជំនន់នេះឡើយសាវករបស់ឧរុវេលកាសបៈបាននាំគ្នាសង់រោងភ្លើងនិងខ្ទមទាំងអស់ឡើងវិញរសៀលថ្ងៃមួយពេលព្រះពុទ្ធនិងឧរុវេលកាសបៈកំពុងតែឈរនៅលើមាត់ស្ទឹងនេរញ្ជរីឧរុវេលកាសបៈក៏បង្គំទូលសួរព្រះអង្គថាគោតមជាសម្លាញ់ពីថ្ងៃមុនព្រះអង្គបាននិយាយអំពីការភាវនាលើរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌខ្ញុំព្រះអង្គក៏បានហាត់រៀននៅកម្មដ្ឋាននោះហើយក៏បានចាប់ផ្ដើមយល់នៅខណ្ឌទាំង5នោះដែរខ្ញុំព្រះអង្គក៏បានឃើញថាគ្មានអង្គធាតុអចិន្ត្រៃយ៍ណាមួយមាននៅក្នុងស្ទឹងទាំង5នោះដែរខ្ញុំព្រះអង្គក៏មើលឃើញដែរថាការជឿថាមានអត្តៈបែកចេញពីគ្នាគឺជាការយល់ខុសទាំងស្រុងប៉ុន្តែខ្ញុំព្រះអង្គមិនទាន់យល់ច្បាស់សោះថាតើហេតុអ្វីក៏គេនាំគ្នាដើរតាមផ្លូវសាសនាដើរបើសិនណាវាជាគ្មានអត្តៈនេះទៅវិញតើអ្នកណាទៅណជាអ្នកអាចសម្រេចពន្លឺត្រាស់ដឹងបែបនេះបានព្រះពុទ្ធទ្រង់ត្រាស់សួរបន្តថាមើលឧរុវេលកាសបៈតើព្រះអង្គទទួលជឿថាទុក្ខជាសេចក្តីពិតដែរឬទេឧរុវេលកាសបៈឆ្លើយថាគោតមសម្លាញ់ខ្ញុំព្រះអង្គជឿថាទុក្ខជាសេចក្តីពិតហើយមនាលឧរុវេលកាសបៈដ៏ចម្រើនតើព្រះអង្គយល់ថាសេចក្តីទុក្ខមានបុព្វហេតុជាសេចក្តីពិតដែរឬទេបបិទ្ធគោតមខ្ញុំព្រះអង្គជឿថាទុក្ខពិតជាមានបុព្វហេតុរបស់វាព្រះពុទ្ធទ្រង់បញ្ជាក់ថាមនាលកាសបៈដ៏ចម្រើនពេលបុព្វហេតុនៃទុក្ខកើតឡើងទុក្ខក៏កើតឡើងដែរពេលបុព្វហេតុនៃទុក្ខរលត់បាត់ទុក្ខក៏រលត់បាត់ដំណាលគ្នាដែរណាឧរុវេលកាសបៈឆ្លើយបន្តថាខ្ញុំព្រះអង្គក៏មើលឃើញថាពេលបុព្វហេតុនៃទុក្ខត្រូវរលត់ទុក្ខខ្លួនឯងនោះក៏រលត់ដែរព្រះពុទ្ធបានពន្យល់បន្តថាបុព្វហេតុនៃទុក្ខគឺអវិជ្ជាជាផ្លូវខុសក្នុងការស្វែងរកសេចក្តីពិតការគិតឃើញនៅអ្វីដែលមិនទៀងទាត់ថាជារបស់ទៀងទាត់ក៏ជាអវិជ្ជាការគិតឃើញថាមានអត្តៈតាមពិតវាគ្មានក៏ជាអវិជ្ជាអវិជ្ជានាំឲ្យកើតលោភៈទោសៈមោហៈការភ័យខ្លាចការច្រណែនប្រច័ណ្ឌនិងទុក្ខដ៏ច្រើនរាប់មិនអស់ទៀតផងផ្លូវនៃការរលត់ទុក្ខគឺជាផ្លូវនៃការប្រមាលមើលជ្រៅទៅក្នុងវត្ថុទាំងឡាយដើម្បីឲ្យដឹងរឿងពិតនៃការមិនថិតថេរគឺអនិច្ចំនិងអវត្តមាននៃអត្តៈគឺអនត្តាដែលដាច់ចេញពីគ្នានិងតាក់ទងគ្នាទៅវិញទៅមកនៃវត្ថុទាំងនោះផ្លូវនេះហើយជាផ្លូវដែលច្បាំងឈ្នះអវិជ្ជាពេលណាអ្នកច្បាំងឈ្នះអវិជ្ជាសេចក្តីទុក្ខក៏ត្រូវតែចុះចាញ់នេះហើយគឺជាការរំលត់ទុក្ខពិតប្រាកដមិនបាច់ត្រូវការអត្តៈនៅទីនោះដើម្បីជួយរំលត់ទុក្ខទេឧរុវេលកាសបៈគង់ស្ងៀមមួយស្របក់
ទើបទូលសួរព្រះពុទ្ធបន្តទៅទៀតថាសមណគោតមខ្ញុំព្រះអង្គដឹងថាព្រះអង្គគ្រាន់តែនិយាយតាមការពិសោធន៍ផ្ទាល់របស់ព្រះអង្គប៉ុណ្ណោះពាក្យទាំងឡាយរបស់ព្រះអង្គក៏មិនទាន់បានបញ្ជាក់អំពីគោលគំនិតច្បាស់លាស់ដែរព្រះអង្គនិយាយថាការរំលត់ទុក្ខអាចសម្រេចបានតែតាមការប្រឹងប្រែងក្នុងសមាធិដោយមើលធ្លុះជ្រៅទៅក្នុងវត្ថុតែប៉ុណ្ណោះតើព្រះអង្គចង់មានន័យថាការធ្វើបុណ្យទាននិងការសូត្រមន្តអាគមជាដើមវាឥតមានប្រយោជន៍សោះតែម្ដងឬអីមនាលឧរុវេលកាសបៈដ៏ចម្រើនបើមនុស្សម្នាក់ចង់ហែលឆ្លងទៅកាន់ត្រើយម្ខាងនៃស្ទឹងនោះតើជននោះត្រូវធ្វើដូចម្តេចខ្លះគោតមសំឡាញ់បើទឹកស្ទឹងរាក់ល្មមជននោះត្រូវតែដើរលុយឆ្លងតែបើទឹកស្ទឹងជ្រៅទៅវិញជននោះត្រូវតែហែលឬក៏ចែវទូកឆ្លងទើបធ្វើបានព្រះពុទ្ធទ្រង់ត្រាស់សួរបន្តទៀតថាចុះបើជននោះគ្រាន់តែឈរនៅលើមាត់ច្រាំងនៃស្ទឹងហើយអង្គុយបន់ស្រន់ឲ្យសូមឲ្យទឹកច្រាំងម្ខាងទៀតនោះរត់ចូលមករកគាត់តើយ៉ាងដូចម្តេចដែរតើព្រះអង្គគិតដល់ជននោះថាជាមនុស្សបែបណាដែរឧរុវេលកាសបៈឆ្លើយភ្លាមថាខ្ញុំព្រះអង្គគិតថាគាត់នោះប្រកាសជាមនុស្សឆ្កួតតែម្ដងវាអញ្ចឹងមែនហើយកាសបៈបើបុគ្គលណាម្នាក់មិនច្បាំងឈ្នះនៅអវិជ្ជាអ្នកនោះក៏មិនអាចឆ្លងដល់ត្រើយម្ខាងនៃស្ទឹងគឺការរំលត់ទុក្ខនោះបានឡើយសូម្បីតែបុគ្គលនោះខំចំណាយពេលបន់ស្រន់អស់មួយជីវិតនេះក៏ដោយរំពេចនោះឧរុវេលកាសបៈក៏រំជួលស្រក់ទឹកភ្នែករួចក៏ក្រាបថ្វាយបង្គំទាបចុងប្រមាថព្រះពុទ្ធទើបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានខាតពេលអស់ចិត្តពាក់កណ្ដាលអាយុទៅហើយខ្ញុំព្រះអង្គក៏គួរបានបួសជាភិក្ខុក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខនៅក្នុងពេលនេះចុះសូមព្រះអង្គជួយផ្ដល់ឱកាសឲ្យខ្ញុំព្រះអង្គបានទទួលការសិក្សានៅព្រហ្មចរិយធម៌ដែលជាធម៌ត្រាស់ដឹងដ៏ប្រពៃថ្លៃថ្លារបស់ព្រះអង្គនោះផងព្រះពុទ្ធក៏យកប្រហោះជួយលើកឧរុវេលកាសបៈឲ្យក្រោកឈរឡើងវិញរួចហើយព្រះអង្គមានពុទ្ធដីកាថាមនាលកាសបៈតថាគតទទួលព្រះអង្គជាសាវករបស់តថាគតបានចុះបើបរិវាររបស់អ្នកទាំង500រូបទៀតដែលស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គនោះតើព្រះអង្គត្រូវគិតគូរយ៉ាងដូចម្តេចដែរតើនរណាជាអ្នកដឹកនាំដល់អ្នកទាំងឡាយនោះបើព្រះអង្គចាកចេញទៅឧរុវេលកាសបៈក៏ឆ្លើយទាំងរអាក់រអួលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ព្រះមេត្តាទុកឱកាសនេះឲ្យខ្ញុំព្រះអង្គដោះស្រាយរឿងនេះជាមួយអ្នកទាំងនោះនៅវេលាព្រឹកស្អែកនេះសិនចុះលុះដល់ពេលរសៀលនាថ្ងៃស្អែកនោះទើបខ្ញុំព្រះអង្គទូលព្រះអង្គឲ្យបានជ្រាបអស់នៅសេចក្តីសម្រេចចិត្តរបស់ខ្ញុំព្រះអង្គចំពោះរឿងនេះព្រះពុទ្ធត្រាស់បន្តថាមនាលកាសបៈពួកកុមារទាំងឡាយនៅឯឧរុវេលនិគមនាំគ្នាហៅតថាគតថាព្រះពុទ្ធតែយ៉ាងនេះគ្រប់គ្នាឧរុវេលកាសបៈមានការភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងថែមទៀតទាំងនឹកគិតក្នុងចិត្តថាម្លេះពាក្យនេះសមមានន័យថាបុគ្គលជាអ្នកត្រាស់ដឹងមែនឬទេអាត្មាអញត្រូវតែហៅព្រះអង្គដោយពាក្យនៃកុមារទាំងឡាយនោះដែររសៀលព្រឹកស្អែកឡើងឧរុវេលកាសបៈក៏ចូលទៅបង្គំគាល់ព្រះពុទ្ធនៅឯស្រះឈូកអនោតស្រះហើយក៏បានបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គនឹងជាដិលទាំង500ជាបរិវារដល់នៅសេចក្តីជ្រះថ្លាក្នុងសំណាក់ព្រះមហាសមណគោតមហើយខ្ញុំព្រះអង្គទាំងឡាយសូមដល់នៅព្រះពុទ្ធព្រះធម៌និងព្រះសង្ឃស្មើនឹងជីវិតហើយសូមប្រព្រឹត្តព្រហ្មចរិយធម៌ដែលព្រះអង្គបានសម្ដែងហើយចាប់តាំងអំពីថ្ងៃនេះតទៅព្រឹកស្អែកឡើងឧរុវេលកាសបៈនិងបរិវារទាំង500រូបក៏នាំគ្នាកោសក់ពុកមាត់ពុកចង្កាចោលគេនាំគ្នាបោះបណ្ដែតចោលនៅគ្រឿងបរិក្ខារសម្រាប់បូជាព្រះអគ្គី
ដោយមានភ្នំសក់និងអម្រែកជាដើមនៅក្នុងទឹកស្ទឹងនៃរញ្ជរីចាក់ដិលទាំងអស់នោះក៏នាំគ្នាចូលទៅកាន់ទីដែលព្រះពុទ្ធគង់នៅអោនសិរិសាចុះទាបព្រះបាទព្រះដ៏មានព្រះភិក្ខហើយក្រាបបង្គំទូលយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គទាំងឡាយគួរបានបួសជាភិក្ខុក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខផងព្រះពុទ្ធទ្រង់ត្រាស់នឹងជាដិលទាំងឡាយថាមនាលអ្នកទាំងឡាយចូលអ្នកមកជាភិក្ខុចុះសាសនធម៌របស់ព្រះពុទ្ធបានពោលល្អហើយអ្នកទាំងឡាយចូលប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីធ្វើនៅព្រះនិព្វានជាទីបំផុតនៃទុក្ខដោយប្រពៃចុះព្រះពុទ្ធដីកានេះហើយជាឧបសម្បទារបស់លោកអ្នកដ៏មានអាយុទាំងឡាយបន្ទាប់មកជាដិលទាំងឡាយសូត្រធម៌បួស3ចប់តាមព្រះពុទ្ធយ៉ាងនេះថាខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធជាអ្នកបង្ហាញផ្លូវល្អដល់ខ្ញុំព្រះអង្គក្នុងជាតិនេះខ្ញុំព្រះករុណាសូមដល់នៅព្រះធម៌ជាផ្លូវនៃពន្លឺត្រាស់ដឹងនិងសេចក្តីបរិសុទ្ធខ្ញុំព្រះករុណាសូមដល់នៅព្រះសង្ឃជាគណៈនៃការរស់នៅសុខស្រួលនិងការភ្ញាក់រលឹកការសូត្រធម៌នៃព្រះត្រៃសរណគមនេះបានលន់ឮសូរកងរំពងខ្ទរអស់ព្រៃព្រឹក្សានិងគួរឲ្យព្រឺព្រួចអស់ពេលព្រះសាស្តាប្រទានបព្វជិនិងឧបសម្បទាដល់ឧរុវេលកស្សបៈនិងបរិវារទាំង500រូបជាអេហិភិក្ខុចប់សពគ្រប់អស់ហើយព្រះអង្គក៏សម្ដែងធម្មទេសនាអំពីចតុរារិយសច្ចនិងបង្រៀនឲ្យចេះកំណត់ខ្យល់ដង្ហើមចេញចូលនិងការពិនិត្យមើលលើរូបកាយនិងចិត្តព្រះអង្គក៏បង្រៀនអំពីការដើរបណ្ឌបាតនិងការសង្រួមឥន្ទ្រីក្នុងពេលទទួលផាត់ជាពិសេសព្រះអង្គបានសុំឲ្យដោះលែងសត្វពាហនៈដែលជាដិលទាំងនោះចិញ្ចឹមទុកសម្រាប់ធ្វើម្ហូបចំណីនិងបូជាយញ្ញឲ្យមានសេរីភាពឡើងវិញថ្ងៃបន្ទាប់មកប្អូនប្រុសរបស់ឧរុវេលកស្សបៈឈ្មោះណូទីកស្សបៈនិងបរិវារបានឃើញភ្នួងសក់រាប់រយនឹងគ្រឿងបរិខាទាំងឡាយអណ្ដែតសំពងសំពាយតាមទឹកស្ទឹងនៃរញ្ជរីក៏នាំគ្នាកើតមានសេចក្តីសង្ស័យថាក្រែងមានមហន្តរាយអ្វីបណ្ដាលឲ្យមកប៉ះពាល់ដល់គណៈរបស់លោកម្ចាស់ឧរុវេលកស្សបៈទើបនាំគ្នាមួយចំនួនធំមកសាកសួរបន្ទាប់ពីបានធ្វើការពិភាក្សាអស់ពេលយ៉ាងយូរជាមួយឧរុវេលកស្សបៈនិងព្រះពុទ្ធមកណូទីកស្សបៈអស់ការសង្ស័យកើតមានសេចក្តីត្រេកអររួចហើយក៏លើកដៃប្រណម្យបង្គំទូលព្រះពុទ្ធថាខ្ញុំព្រះអង្គនាមណូទីកស្សបៈនឹងនាំបរិវារចំនួន300នាក់មកសូមបព្វជិនិងឧបសម្បទាក្នុងសំណាក់ព្រះអង្គបន្ទាប់មកព្រះពុទ្ធបានប្រទានបព្វជិនិងឧបសម្បទាដល់ចេតិលណូទីកស្សបៈនិងបរិវារទាំង300រូបនោះជាអេហិភិក្ខុនាពេលនោះឯងឧរុវេលកស្សបៈនិងណូទីកស្សបៈទាំងពីរព្រះអង្គក៏បានមូលមតិគ្នាបញ្ជូនភិក្ខុមួយអង្គឲ្យទៅតាមប្អូនប្រុសឈ្មោះកយាកស្សបៈនៅឯកយានោះឲ្យមកកាន់សំណាក់ឧរុវេលកស្សបៈដើម្បីជួបពិភាក្សា7ថ្ងៃក្រោយមកកយាកស្សបៈនិងបរិវារ200រូបក៏សម្រេចចិត្តប្រគល់កាយថ្វាយខ្លួនធ្វើជាសាវករបស់ព្រះពុទ្ធដូចជាបងដែរព្រះពុទ្ធទ្រង់ប្រទានបព្វជិនិងឧបសម្បទាដល់កយាកស្សបៈនិងបរិវារ200រូបជាអេហិភិក្ខុដូចគ្នាដែរកស្សបៈទាំង3នាក់បងប្អូនធ្លាប់មានឈ្មោះល្បីថាជាអ្នកចេះស្រឡាញ់គ្នាណាស់ហើយចេះបដូរយោបល់គ្នាទៀតផងនោះឥឡូវនេះក៏បានប្រែទៅជាសាវកដ៏មានភក្តីភាពបំផុតរបស់ព្រះសមណគោតមហើយព្រះពុទ្ធជ្រាបច្បាស់ថាក្នុងការប្រោសពួកជាដិលក៏មានការលំបាកណាស់ដែរពីព្រោះពួកជាដិលទាំងនោះអាងថាខ្លួនគេជាសាសនាធំមានតបៈធម៌មានប្រជាពលរដ្ឋគោរពរាប់អានច្រើនហេតុដូច្នោះហើយបានជាថ្ងៃមួយនៅពេលក្រោយផុតព្រះអង្គសម្រេចប្រតិយបើកអង្គសន្និបាតភិក្ខុសង្ឃមួយនៅឯក្បាលកោះកយាហើយទ្រង់លើកយកធម៌អតិត
បរិយាយសូត្រគឺធម៌ដែលសំអាងថារាងកាយជារបស់ក្តៅមកសំដែងប្រោសចដិលទាំង1003រូបនោះឲ្យបានដល់កាន់តែច្បាស់លាស់ឡើងព្រះអង្គគង់នៅលើផ្ទាំងថ្មមួយដុំធំហើយទ្រង់ត្រាស់កាន់ទៅអង្គសន្និបាតដែលមានភិក្ខុ1003អង្គនោះថាមនាលភិក្ខុទាំងឡាយធម្មជាតិទាំងអស់សុទ្ធសឹងជារបស់ក្តៅឬក៏ជាភ្លើងតើធម្មជាតិអ្វីខ្លះដែលជារបស់ក្តៅធម្មជាតិឬរាងកាយទាំងនោះគឺអាយតនៈខាងក្នុងទាំង6គឺភ្នែក1ត្រចៀក1ច្រមុះ1អណ្ដាត1កាយ1និងចិត្ត1សុទ្ធសឹងជារបស់ក្តៅអាយតនៈខាងក្រៅទាំង6គឺរូប1សំឡេង1ក្លិន1រស1ផោតថពៈ1និងធម្មអារម្មណ៍1សុទ្ធសឹងជារបស់ក្តៅវិញ្ញាណទាំង6គឺចក្ខុវិញ្ញាណការមើលឃើញដោយភ្នែក1សោតវិញ្ញាណការស្ដាប់ឮដោយត្រចៀក1ឃានវិញ្ញាណការដឹងក្លិនដោយច្រមុះ1ជីវហាវិញ្ញាណការដឹងរសជាតិដោយអណ្ដាត1កាយវិញ្ញាណការស្ទាបប៉ះពាល់ដោយកាយ1និងមនោវិញ្ញាណការពិចារណាដោយចិត្ត1សុទ្ធសឹងជារបស់ក្តៅមនាលភិក្ខុទាំងឡាយអារម្មណ៍នីមួយៗតែងតែឆាបឆេះទោះបីអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីបើសិនអារម្មណ៍ណាមួយកើតឡើងហើយអារម្មណ៍នោះត្រូវតែជាប់លក្ខខណ្ឌជាមួយនឹងអាយតនៈខាងក្នុងទាំង6ខាងក្រៅទាំង6និងវិញ្ញាណទាំង6នោះអារម្មណ៍ទាំងឡាយនោះត្រូវតែឆេះឆាបដោយភ្លើងតណ្ហារាគៈសេចក្តីស្អប់ទោសៈនិងការភ័ន្តភាំងស្មារតីមោហៈអារម្មណ៍ទាំងឡាយនោះត្រូវតែឆេះដោយភ្លើងនៃការកើតគឺចាស់គឺជាតិចាស់ចរិយាឈឺភាធិនិងការស្លាប់មរណៈព្រមទាំងត្រូវឆាបឆេះដោយភ្លើងនៃការឈឺចិត្តការព្រួយបារម្ភការមិនសម្រេចបំណងការសោកស្ដាយតូចចិត្តការភ័យខ្លាចនិងការអស់សង្ឃឹមមនាលភិក្ខុទាំងឡាយចូលកុំបណ្ដោយខ្លួនរបស់អ្នកឲ្យធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃតណ្ហានៃលោភៈទោសៈនិងមោហៈនោះឲ្យសោះចូលពិនិត្យមើលឲ្យច្បាស់លើធម្មជាតិមិនទៀងទាត់និងការតាក់ទងគ្នាទៅវិញទៅមកនៃធម៌ទាំងឡាយដើម្បីកុំឲ្យខ្លួនអ្នកធ្លាក់ចុះទៅក្នុងអន្លង់នៃការវិលកើតវិលស្លាប់មិនចេះចប់ដែលបង្កើតឡើងដោយអាយតនៈខាងក្នុង6ខាងក្រៅ6និងវិញ្ញាណទាំង6នោះមនាលភិក្ខុទាំងឡាយហើយអរិយសាវកជាអ្នកចេះដឹងប្រកបដោយសុត្តៈគឺការបានស្ដាប់កាលបានឃើញយ៉ាងនេះហើយរមែងនឿយណាយនៅក្នុងការទទួលអារម្មណ៍កើតឡើងនៅក្នុងភ្នែកផងក្នុងរូបទាំងឡាយដែលភ្នែកមើលឃើញផងក្នុងចក្ខុវិញ្ញាណផងនៅក្នុងចក្ខុសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីអរិយសាវកក៏រមែងនឿយណាយនៅក្នុងការទទួលអារម្មណ៍ដែលកើតឡើងនៅក្នុងត្រចៀកផងក្នុងសំឡេងដែលត្រចៀកស្ដាប់ឮផងសោតវិញ្ញាណផងសោតសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីអរិយសាវកក៏រមែងនឿយណាយនៅក្នុងការទទួលអារម្មណ៍ដែលកើតឡើងនៅក្នុងច្រមុះផងនៅក្នុងក្លិនដែលច្រមុះហិតផងឃានវិញ្ញាណផងឃានសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីអរិយសាវកក៏រមែងនឿយណាយនៅក្នុងការទទួលអារម្មណ៍ដែលកើតឡើងក្នុងអណ្ដាតផងរសដែលអណ្ដាតភ្លក់ផងជីវហាវិញ្ញាណផងជីវហាសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីអរិយសាវកក៏រមែងនឿយណាយនៅក្នុងអារម្មណ៍ដែលកើតឡើងនៅក្នុងកាយផងផោតពៈដែលកាយប៉ះពាល់ផងកាយវិញ្ញាណផងកាយសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តីនិងឧបេក្ខាក្តីអរិយសាវកក៏រមែងនឿយណាយនៅក្នុងអារម្មណ៍ដែលកើតឡើងនៅក្នុងចិត្តផងធម្មអារម្មណ៍ដែលចិត្តពិចារណាផងមនោវិញ្ញាណផងមនោសម្ផស្សផងទោះបីជាអារម្មណ៍នោះសុខក្តីទុក្ខក្តី
និងឧបេក្ខាក្តីកាលបើនឿយណាយនឹងអារម្មណ៍ទាំងនោះហើយអរិយសាវកប្រះចាកដំរេកតណ្ហានិងមានចិត្តផុតស្រឡះពីការប្រកាន់នៅអារម្មណ៍ទាំងនោះកាលបើមានចិត្តផុតស្រឡះហើយអរិយសាវកនោះក៏ដឹងយ៉ាងច្បាស់ដោយញាណថាកំណើតអាត្មាអញអស់ហើយព្រហ្មចរិយធម៌អាត្មាអញបានបំពេញហើយសោលសៈកិច្ចទាំង16យ៉ាងអាត្មាអញបានបំពេញហើយភិក្ខុដទៃក្រៅពីនោះមិនមានឡើយភិក្ខុទាំង1003អង្គក៏បានផុតចាកនៅអាសវៈធម៌ទាំងឡាយដោយឥតជាប់ជំពាក់ដោយឧបាទានអ្វីទៀតឡើយភិក្ខុទាំងអស់ក៏បានសម្រេចនៅសោតាបត្តិផលនិងអរហត្តផលដ៏ប្រសើរថ្លៃថ្លានៅក្នុងពេលនោះឯងព្រះពុទ្ធបានសម្រេចព្រះទ័យស្នាក់នៅក្បាលកោះកយានោះអស់ចំនួន3ខែទៅមុខទៀតដើម្បីបង្ហាត់បង្រៀនភិក្ខុបួសថ្មីទាំង1003អង្គនោះកស្សបៈទាំង3អង្គជាអ្នកជំនួយដ៏ឆ្លៀសវៃបំផុតរបស់ព្រះពុទ្ធក្នុងការបង្ហាត់បង្រៀននិងជួយអប់រំណែនាំដល់សង្ឃគណៈទាំងមូលការសូមសមាទានថ្វាយបង្គំព្រះរតនត្រ័យនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈប្រែថារីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅយយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយថ្វាយបង្គំព្រះពុទ្ធរតនៈយេចពុទ្ធីអតីតាចយេចពុទ្ធីអនាគតាបច្ចុប្បន្នាចយេពុទ្ធីអហង្វន្ទីមិសព្ពទីប្រែថាព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាស់ដឹងជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាស់ដឹងជាព្រះពុទ្ធក្នុងផតកັບនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់កាលទាំងពួងការថ្វាយបង្គំព្រះធម្មរតនៈយេចធម្មីអតីតាចយេចធម្មីអនាគតាបច្ចុប្បន្នាចយេធម្មីអហង្វន្ទីមិសព្ពទីប្រែថាព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលនិព្វានកន្លងទៅហើយក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសាស្តាសម្ពុទ្ធទ្រង់ប្រដិស្ថានទុកក្នុងសពថ្ងៃនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ទាំងនោះគ្រប់កាលទាំងពួងការថ្វាយបង្គំព្រះសង្ឃរតនៈយេចសង្ឃីអតីតាចយេចសង្ឃីអនាគតាបច្ចុប្បន្នាចយេសង្ឃីអហង្វន្ទីមិសព្ពទីប្រែថាព្រះសង្ឃទាំងឡាយឯណាដែលជាព្រះសង្ឃបានសម្រេចមគ្គនិងផលក្នុងអតីតកាលក្តីព្រះសង្ឃទាំងឡាយឯណាដែលជាព្រះសង្ឃបានសម្រេចមគ្គនិងផលក្នុងកាលខាងមុខក្តីព្រះសង្ឃទាំងឡាយឯណាដែលជាព្រះសង្ឃបានសម្រេចមគ្គនិងផលក្នុងបច្ចុប្បន្នកាលក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួងពាក្យគួរចងចាំអាយតនៈខាងក្នុង6គឺភ្នែក1ត្រចៀក1ច្រមុះ1អណ្ដាត1កាយ1និងចិត្ត1អាយតនៈខាងក្រៅ6គឺរូប1សំឡេង1ក្លិន1រស1ផោតតពៈ1និងធម្មអារម្មណ៍1វិញ្ញាណទាំង6គឺចក្ខុវិញ្ញាណ1សោតវិញ្ញាណ1ឃានវិញ្ញាណ1ជីវហាវិញ្ញាណ1កាយវិញ្ញាណ1និងមនោវិញ្ញាណ1
ភ្លើងទុកធំ4គឺជាតិ1ចរិយា1ពាធិ1និងមរណៈ1ភ្លើងកិលេស3គឺលោភៈ1ទោសៈ1និងមោហៈ1ចប់ជំពូកទី17